នៅប្រទេសវៀតណាមហាងគុយទាវទឹកស៊ុបធ្វើអំពីសាច់មនុស្សមិនមែនទេបងប្អូនអរគ្នាមកខ្ញុំឃើញថាព័ត៌មានហ្នឹងគឺគេផ្សាយថាមានហាងគុយទាវដែលធ្វើអំពីសាច់មនុស្សទឹកស៊ុបគេហ្នឹងណាតាមពិតដល់ចូលស្ដាប់ទាំងអស់គ្នាចាឃើញថាព័ត៌មាននេះបែបគាត់ថតដូចគ្នាចឹងទាំងអស់មិនได้ថាមានហាងគុយទាវមួយគឺយកសាច់មនុស្សមកធ្វើទឹកស៊ុបដែលនៅខាងប្រទេសវៀតណាមហើយតាមពិតសាច់រឿងហ្នឹងណាដែលប្រហែលថ្ងៃហ្នឹងដែលគេផ្ទុះនៅលើអ៊ីនធឺណិតហ្នឹងបងប្អូនអរគ្នាហើយព័ត៌មានខ្លះឥឡូវសុចឡើងឃើញហើយដោយសារតែអាជ្ញាធរនៅប្រទេសវៀតណាមគឺគេបិទព័ត៌មានហ្នឹងអត់ឲ្យប្រជាជនគេបំផុសបំផុលអត់ឲ្យប្រជាជនគេផុសទេហ្នឹងហើយពីព្រោះនេះវាខ្ញុំអត់ដឹងថាខ្ញុំនិយាយនៅក្នុង TikTok នេះតើមានការប្លុកអីអត់ទេប៉ុន្តែខ្ញុំចង់និយាយឲ្យបងប្អូនយល់អំពីរឿងមួយហ្នឹងណារឿងនេះខាងលើហ្នឹងបងប្អូនឃើញហើយចាមួយជាជនដៃដល់មួយទៀតគឺជាដូចជាជនរងគ្រោះចឹងហ្នឹងហើយវាសាហាវជាងអ្វីដែលបងប្អូនគិតទៀតតាមពិតរឿងនឹងវាកើតឡើងយូរណាស់មកហើយបងប្អូនអរគ្នាប្រវត្តិរបស់ជនរងគ្រោះគឺថាតាំងពីតូចគឺគាត់បាត់បង់ឪពុកបាត់ហើយម្ដាយគាត់គឺមានសតិមិនសូវល្អអញ្ចឹងណាអញ្ចឹងគាត់ក៏ចាក់ឆ្ងាយពីម្ដាយនឹងតាំងពីតូចជាង10ឆ្នាំគាត់អាចត្រឡប់ប្រទេសដែរអញ្ចឹងម្ដាយគាត់គិតថាកូនប្រុសម្នាក់ហ្នឹងត្រូវបានមកលក់មកអីមកប្រទេសកម្ពុជាយើងអីជាដើមអញ្ចឹងណាគាត់អត់គិតថាកូនប្រុសគាត់នៅមានជីវិតទេអញ្ចឹងជនរងគ្រោះហ្នឹងក៏គាត់មានជំងឺផ្លូវចិត្តដែរអញ្ចឹងណាកាលពីឆ្នាំ2020គាត់បានផុសនៅលើ Facebook គាត់អីអញ្ចឹងណាគាត់ផុសអំពីបំណងរបស់គាត់ដែលចង់រកដៃគូឬមួយក៏អ្នកណាម្នាក់អាចសម្រេចបំណងគាត់អញ្ចឹងណានឹងឲ្យគាត់ផុសបែបហ្នឹងអញ្ចឹងហើយក៏បាននេះអាជនដៃដល់នេះក៏ឃើញផុសនឹងអីចឹងមកចុះពីក៏មានតំណែងតំណងគ្នាអីចឹងចេះមកចុះពីរហូតក៏បានណាត់គ្នាចាទៅជួបនៅកន្លែងធ្វើការរបស់ជនដៃដល់ហ្នឹងចាបន្ទប់ហ្នឹងគឺបន្ទប់ធ្វើការរបស់ជនដៃដល់ហ្នឹងផ្ទាល់តែម្ដងតាមពិតរឿងហ្នឹងបានបែកធ្លាយម្ដងហើយនៅប្រទេសវៀតណាមប៉ុន្តែគេអត់ដឹងថាគឺជាជនជាតិវៀតណាមជាអ្នកប្រទេសពីព្រោះនៅក្នុងខ្សែវីដេអូហ្នឹងគឺដាក់សម្លេងភាសាចិនអញ្ចឹងគេគិតថាជនជាតិចិនឬមួយក៏អីអញ្ចឹងណាហ្នឹងហើយធ្វើទរណកម្មទិញលក់មនុស្សអីបែបអញ្ចឹងទៅក្រោយមកទៀតក៏មានមនុស្សមួយក្រុមដែលគេលួចបង្ហោះคลิปនេះឡើងក៏ឮសម្លេងភាសាវៀតណាមនៅក្នុងទាំងអស់សម្លេងដើមណាក្រោយពីនឹងមកក៏នាំគ្នាផ្ទុះផ្អើលហើយមនុស្សមួយក្រុមហ្នឹងឬមួយក៏ដូចជាយើងជាអ្នកតាមដានព័ត៌មានអញ្ចឹងយើងតែងទៅ research មើលថាភ័ស្តុតាងយ៉ាងម៉េចណាគឺគេហៅថាតុលាការឬមួយក៏អ្នកស៊ើបអង្កេតលើអ៊ីនធឺណិតហ្នឹងឯងគឺសាហាវមកបងប្អូនគ្នាដោយសារតែគេចាប់បានហ្នឹងនៅរូបវីដេអូដែលបរោះជនដៃដល់ពាក់ម៉ាស់ហើយនឹងជនរងគ្រោះចាកំពុងតែនៅជ្រុញហ្នឹងហើយតែក្រោយខ្នងហ្នឹងគឺមានថោបការមានអ្វីហ្នឹងគេគ្រាន់តែ research មកគេដឹងថាកន្លែងរបស់ជនដៃដល់តែម្ដងហើយរឿងហេតុហ្នឹងបងប្អូនអរគ្នាគឺជនដៃដល់ហ្នឹងគឺគាត់បានប្រាប់ថាជនរងគ្រោះនឹងផ្ដាំគាត់ថានៅពេលដែលគាត់ឡើងដល់ចំណុចកំពូលគឺគាត់ទៅបំពេញបំណងគាត់ទៅគឺគាត់ចង់ទៅដោយបែបអញ្ចឹងហើយអ្នកដែលបានមើលវីដេអូហ្នឹងបងប្អូនគ្នាសាហាវខ្លាំងមែនតើចាគេថាគាត់ណានេះមកដូចទឹកសរុបបាញ់ពេញនឹងហើយមនុស្សនោះដូចមានចំណេះជំនាញភ្លៀសត្រីភ្លៀសសាច់ភ្លៀសអីចឹងដូចគ្នាចឹងគេថាគេមើលហើយគេញញើតគេខ្លាចអាហ្នឹងមកផ្នែកទេបងប្អូនគ្នាសំខាន់ណាស់ជនដៃដល់ហ្នឹងវាយកសាច់ហ្នឹងណាវាយកមកធ្វើស៊ុបមួយមុខហើយវាធ្វើឆាដូចឆាកែងយើងមួយមុខទៀតគឺធ្វើពីរមុខចាមិនមែនធ្វើតែទឹកស៊ុបពេលលក់កាទៀវអីមិនមែនទេគឺធ្វើឆាបែបឆាកែងមួយមុខនិងធ្វើជាទឹកស៊ុបមួយមុខអញ្ជើញអ្នករួមការងារហ្នឹងឲ្យហូបអបចុងឆ្នាំហើយคลิปហ្នឹងបាច់ធ្លាយដោយសារតែនៅលើ dark web ហ្នឹងហើយគឺជា website មួយដែលគេធ្វើឲ្យគេលក់រឿងហ្នឹងកាត់លក់ដើម្បីចំណូលអីចឹងណាហើយអ្នកដែលគាត់មើលគឺគាត់ព្រួយខ្លាំងមែនតើថាបរិះម្នាក់ហ្នឹងគឺសាហាវខ្លាំងមែនតើធ្វើពេលហ្នឹងនេះកន្លែងខ្លះក៏បាច់ធ្លាយថាអាក្រាតកាយទាំងពីរនាក់អញ្ចឹងណាហើយអ្នកខ្លះក៏គេវិភាគថាខ្លាចពេលហ្នឹងខ្លាចឈាមខ្ទាតប្រឡាក់ឬមកក៏យ៉ាងម៉េចកន្លែងហ្នឹងណាហើយនៅពេលដែលវាកំពុងតែធ្វើទរណមិនធ្វើទរណកម្មវាធ្វើឃាតទៅវាសម្លាប់ហើយវាកាត់ប្រាប់ហ្នឹងញាត់ចូលទៅមាត់របស់ជនរងគ្រោះនឹងទៀតសាហាវណាស់ហើយវាជំនាញហើយឥឡូវនេះប៉ូលីសកំពុងតែតាមដានថារឿងនេះមិនអាចធ្វើតែម្នាក់ឯងបានទេតាមពិតប៉ូលីសហ្នឹងគាត់ចូលមកក្រោយណាបងប្អូនអរគ្នាដោយសារតែយករឿងនោះវាបានផ្ទុះហើយអញ្ចឹងប៉ូលីសក៏ចាប់ផ្ដើមចូលទៅស៊ើបអង្កេត
ចាហើយក៏ផ្ទុះរឿងធំអញ្ចឹងទៅបានក្រោយមកទៀតប៉ូលីសឲ្យប្រជាជនគាត់នឹងបិទព័ត៌មាននឹងគឺឲ្យផ្សាយព័ត៌មាននឹងបន្តទៀតទេហើយអ្នកដែលបានទទួលទានសាច់ស៊ុបហ្នឹងណាបងប្អូនអរគ្នាមិនដឹងជាឥឡូវកំពុងតែយ៉ាងម៉េចទេណាត្រឹមតែអ្នកមើលវីដេអូហ្នឹងណាអត់បាយ7ថ្ងៃ4ថ្ងៃ7ថ្ងៃគឺហូបអត់ចូលមានអារម្មណ៍ដូចថាយើងមើលរឿងអាក្រក់នៅក្នុងខ្លួនរបស់យើងបងប្អូនអរគ្នាគឺធាតុអាក្រក់ហ្នឹងវានឹងចូលមករំខានអារម្មណ៍យើងអញ្ចឹងណាវាបែបហ្នឹងឯងអញ្ចឹងរឿងនេះក៏ខ្ញុំអត់ចង់លើកមកនិយាយប៉ុន្តែខ្ញុំឃើញថាបងប្អូនផលមានខុសច្រើនជាហាងគុយទាវលក់ស៊ុបឲ្យមនុស្សហូបអីចឹងទៅអ្នកខ្លះក៏បញ្ចូលសលេងតាំងពីក្អួតតាំងពីអីចឹងទៅវាមិនមែនរឿងពិតចឹងណាទើបខ្ញុំមកបកស្រាយបរិយាយឲ្យបងប្អូនដឹងរឿងនឹងឲ្យពិតប្រាកដចាចឹងរឿងសាហាវទៀតមិនបាច់ទេណោះដឹងត្រឹមប៉ុណ្្នឹងឯងអញ្ចឹងណាបងប្អូនអរគ្នាហើយឲ្យច្បាស់រឿងហ្នឹងចាមិនមែនរឿងគុយទាវលក់ទឹកស៊ុបសាច់មនុស្សអីទេមិនមែនទេជារឿងបែបហ្នឹងឯងអរគុណច្រើនបងប្អូនអរគ្នា